បាទបងប្អូនថ្ងៃនេះខ្ញុំមកនិយាយអំពីអឺពាក្យថាទម្លាប់ការពិតទៅពាក្យថាទម្លាប់នេះគឺយើងឃើញច្រើនស្ដាប់ឮច្រើនតែម្ដងទាំងការធ្វើ content ទាំងការបង្កើតជាវីដេអូបណ្ឌិតវិជ្ជបណ្ឌិតអីផ្សេងឬក៏អ្នកបង្កើតមាតិកាអីផ្សេងគឺគាត់និយាយអំពីទម្លាប់ខ្ញុំអានសៀវភៅក៏ឃើញតែទម្លាប់អ្នកនិយាយច្រើននៅក្នុង public speaking អីហ្នឹងក៏គាត់និយាយភាគច្រើនគឺពីទម្លាប់ក៏ប៉ុន្តែពាក្យទម្លាប់នេះជាទូទៅមនុស្សយើងភាគច្រើនគឺអត់បានធ្វើដិតដល់ជាប្រចាំទេយើងនិយាយច្រើនស្ដាប់ច្រើនមកហើយប៉ុន្តែគាត់ថាវាជាការល្អដែរដែលយើងព្យាយាមបដិបដាឬក៏ផ្សព្វផ្សាយឬក៏ក្រើនរំលឹកទៅលើពាក្យថាទម្លាប់នេះឲ្យច្រើនទៅយូរទៅមនុស្សយើងគាត់នឹងមានសកម្មភាពហើយមិនថា1ឆ្នាំ2ឆ្នាំ3ឆ្នាំគឺគាត់នឹងទៅដល់ហើយឲ្យថាឧស្សាហ៍ឃើញឧស្សាហ៍លឺឧស្សាហ៍ជួបអញ្ចឹងណាហ្នឹងគឺបងប្អូនយើងគាត់នឹងធ្វើតាមច្រើនដែរក៏ប៉ុន្តែពាក្យថាទម្លាប់នេះវាមិនសូវសំខាន់ប្រហែលទេបើសិនជាយើងផ្ដោតទៅលើការផ្លាស់ប្ដូរវិញដូចថាឥឡូវតាមពិតនៅក្នុងការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរបស់យើងហ្នឹងគឺមានទម្លាប់នៅក្នុងហ្នឹងហើយប៉ុន្តែបើសិនជាយើងបដូរពាក្យថាការផ្លាស់ប្ដូរហ្នឹងតែម្ដងទម្លាប់ហ្នឹងក៏វាទៅតាមឯងតែម្ដងវាទៅអូតូម៉ាទិកតែម្ដងអញ្ចឹងណាឧទាហរណ៍ដូចថាការញ៉ាំរបស់យើងឬក៏ការហាត់ប្រាណរបស់យើងអាហ្នឹងគឺថាយើងផ្លាស់ប្ដូរសកម្មភាពប្រចាំថ្ងៃអាហ្នឹងគឺទម្លាប់វាទៅជាមួយហើយបងប្អូនអញ្ចឹងយើងមកចាំផ្ដោតទៅលើពាក្យថាទម្លាប់ហ្នឹងពេកទេព្រោះថាពាក្យហ្នឹងវាយើងនិយាយឮច្រើនពេកទៅណាប៉ុន្តែអ្វីដែលសំខាន់គឺយើងផ្លាស់ប្ដូរសកម្មភាពអីហ្នឹងទៅយើងនិយាយអញ្ចឹងទៅអាហ្នឹងទម្លាប់វាទៅជាមួយហើយជាក់ស្ដែងដូចជាការបដូររបបអាហារតែម្ដងអានេះវាមិនមែននិយាយត្រឹមតែថាទម្លាប់ទេគឺយើងបដូររបបអាហារបើសិនជាយើងញ៉ាំសាច់ច្រើនអាការញ៉ាំសាច់ច្រើននេះបងប្អូនពេលដែលយើងញ៉ាំសាច់ច្រើនវាធ្វើឲ្យយើងឆាប់ឃ្លានវិញទៀតហើយនឹកឃើញថាបើអត់សាច់ទេបើយើងអត់បានញ៉ាំសាច់ទេគឺអត់មានកម្លាំងទេហត់នឿយប៉ុន្តែតាមពិតធម្មជាតិយើងពិតមិនមែនអញ្ចឹងទេយើងក្នុងមួយថ្ងៃភ្លាមឬ2ថ្ងៃ3ថ្ងៃក្នុងមួយសប្តាហ៍មួយអាទិត្យហ្នឹងយើងមានអារម្មណ៍ថាអញ្ចឹងមែនក៏ប៉ុន្តែបើសិនជាយើងធ្វើអញ្ចឹងជាប្រចាំច្រើនទៅយើងញ៉ាំបន្លែភាគរយច្រើនណា70ទៅ80%ច្រើនក្នុងមួយពេលណាគឺយើងនឹងដឹងផលហើយថាវាស្រួលខ្លួនជាងមុនស្រឡះខ្លួនជាងមុនស្រាលខ្លួនជាងមុនប៉ុន្តែយើងមានកម្លាំងហើយមានស្មារតីនៅក្នុងការធ្វើការនៅក្នុងការគិតនៅក្នុងការអនុវត្តអ្វីមួយហើយការដែលយើងញ៉ាំសាច់ច្រើនភាគច្រើនណាបងប្អូនពេលខ្លះភាគច្រើននៅក្នុងប្រទេសយើងសម្បូរម្ហូបចំណីអាហារអីចឹងណាឲ្យថាយើងរកចំណូលបានយើងទិញពេលណាក៏បានដែរទិញអ្វីក៏បានដែរគឺមានគ្រប់ពេលអញ្ចឹងណាហើយសាច់បើយើងញ៉ាំភាគច្រើនពី60លើស60ហើយពី70ទៅ80%ហើយនៅក្នុងមួយពេលគ្រាន់តែសាច់ណាមិនថាសាច់ត្រីសាច់មាន់សាច់ជ្រូកសាច់គោសាច់អីទេក៏ប៉ុន្តែបើសិនជាយើងបដូរអាហ្នឹងវិញយើងបដូរថាអាការដែលយើងញ៉ាំសាច់70% 80%ហ្នឹងយើងបដូរមកញ៉ាំបន្លែ70% 80%វិញហើយយើងបដូរបានត្រឹមតែកន្លះខែទៅមួយខែយើងដឹងផលថាយើងទទួលបានភាពវិជ្ជមានយ៉ាងណាហើយកូនក្មេងដែលគាត់កើតមកកូនងាដែលគាត់កើតមកនៅពេលដែលគាត់ដឹងក្តីពីត្រឹម1ខួបកន្លះ2ខួប3ខួបអីហ្នឹងគឺឪពុកម្ដាយនៅក្នុងប្រទេសយើងឪពុកម្ដាយពីច្រើនគាត់ណែនាំគាត់ប្រាប់ថាកូនត្រូវញ៉ាំបន្លែឲ្យច្រើនជាងសាច់ទៅមានសុខភាពល្អអីគឺគាត់ដឹងក៏ប៉ុន្តែពាក្យជាក់ស្ដែងពាក្យហ្នឹងពាក្យថាញ៉ាំបន្លែញ៉ាំបន្លែច្រើនជាងសាច់ហ្នឹងតើវាបានផលល្អហ្នឹងតើវាទទួលបានបែបណាខ្លះវាធ្វើឲ្យយើងបដូរឥទ្ធិពលអ្វីខ្លះបដូរអារម្មណ៍ហើយនឹងអ្វីដែលទទួលបានពិតជាក់ស្ដែងកន្លែងហ្នឹងដែលគេចង់ដឹងបងប្អូនអញ្ចឹងនៅពេលដែលយើងញ៉ាំសាច់ច្រើនវាធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ថាធ្ងន់ខ្លួនហើយដូចលក្ខណៈចង់ហើមមុខហើមមាត់រិចមុខរិចមាត់អញ្ចឹងអាហ្នឹងជាភាពសញ្ញាដែលយើងបង្កើតឲ្យទទួលបាននូវការឡើងគីឡូបងប្អូនឡើងគីឡូឡើងអីហ្នឹងគឺវាធ្វើឲ្យយើងមានទទួលបានសារជាតិចិញ្ចឹមហ្នឹងខ្ពស់ច្រើនអញ្ចឹងទោះយើងគេងយើងអង្គុយក៏ដោយក៏កាពះយើងក៏ប្រមាត់យើងក៏ពោះវៀនយើងធ្វើសកម្មភាពខ្លាំងអញ្ចឹងនៅពេលធ្វើសកម្មភាពខ្លាំងយើងមានអារម្មណ៍ថាខ្លួនឯងទោះនៅសារៈបិទភ្នែកសង្ងំក៏មានអារម្មណ៍ថាហត់ដែរព្រោះយើង
នៅស្ងៀមមានប៉ុន្តែគ្រឿងក្នុងយើងកំពុងតែខ្លាំងកំពុងតែប្រតិកម្មខ្លាំងអញ្ចឹងនៅពេលដែលយើងញ៉ាំសាច់ហើយក្នុងរយៈពេល5នាទីទៅ10នាទីបើសិនជាយកញ៉ាំទឹកទេគឺធ្វើឲ្យយើងក្រហល់កាហាយក្តៅលមូលចុកពោះនឹងតែម្ដងចុកកាពះនឹងដូចចង់ធ្លាយហ្មងហើយនៅពេលដែលយើងញ៉ាំទឹកមានអារម្មណ៍ថាស្រួលខ្លួនល្អខ្ញុំញ៉ាំទឹកច្រើនហើយខ្ញុំសុខភាពល្អហើយប៉ុន្តែតាមពិតមិនមែនទេកាពះយើងនឹងយើងទទួលបានសាច់ច្រើនសាច់មានសារជាតិយឺតមានភាពយឺតស្វិតមាំហាប់អញ្ចឹងនៅពេលដែលយើងញ៉ាំទឹកទៅនៅពេលដែលយើងនោមមកវិញ2ដង3ដង4ដងអីគឺសាច់យើងក៏នៅតែអត់តន់រលាយអស់ទេគឺសាច់យើងកំពុងតែនៅរីកនៅឡើយទេអញ្ចឹងយើងត្រូវការញ៉ាំទឹករហូតមួយថ្ងៃ2លីត្រ3លីត្រអូយើងថាយើងញ៉ាំទឹកច្រើនល្អក៏ប៉ុន្តែតាមពិតមិនមែនទេតាមពិតដោយសារតែសាច់ហ្នឹងគឺវាលើសបរិមាណអ្នកខ្លះញ៉ាំមួយពេលកន្លះគីឡូអីក៏មានដែរសាច់បើសិនជាយើងនៅចិត្តប៊ូហ្វេនៅគៀកប៊ូហ្វេទៀតទៅញ៉ាំប៊ូហ្វេញឹកញាប់ទៅម្ដងក៏1គីឡូជាងអីឡើងដែរក្នុងម្នាក់ណាហ្នឹងអញ្ចឹងហើយយើងស្ដាយលុយយើងញ៉ាំច្រើនទៅចំណេញថាញ៉ាំច្រើនចំណេញក៏តែមិនមែនទេញ៉ាំច្រើនវាចំណេញលុយម្ដងមួយកាលហ្នឹងពិតមែនប៉ុន្តែសុខភាពយើងកាន់តែទ្រុឌទ្រោមតើលើសជាតិខ្លាញ់លើសជាតិស្ករឡើងគីឡូលើសអាស៊ីតអញ្ចឹងវាមានភាពមិនប្រក្រតីច្រើនហើយយើងសេវលុយទិញទួចពិតមែនក៏ប៉ុន្តែអាហ្នឹងជាមជ្ឈដ្ឋានខាងក្រៅទេគេមានសេវាកម្មគេដាក់លក់ដាក់អីអូសទាញយើងគិតថាឆ្ងាញ់យើងគិតថាញ៉ាំច្រើនចំណេញល្អតែសុខភាពយើងកំពុងតែមានបញ្ហាហើយណាអាហ្នឹងគឺយើងត្រូវដឹងយើងទៅពិនិត្យសុខភាពញឹកញាប់ទៅយើងដឹងថាតើយើងខុសប្រក្រតីត្រង់ចំណុចណាខ្លះអញ្ចឹងបងប្អូនហើយបន្លែនៅពេលដែលយើងញ៉ាំបន្លែច្រើនណាញ៉ាំបន្លែពី70ទៅ80% ក្នុងមួយពេលណានៅពេលដែលយើងញ៉ាំឆ្អែតបន្លែហ្នឹងទោះយើងញ៉ាំច្រើនមិនក៏ដោយហើយយើងមានអារម្មណ៍ថាយើងល្មមហើយអញ្ចឹងណាយើងភ្លាមហ្នឹងយើងអង្គុយសង្ងំភ្លាមអង្គុយសង្ងំ5នាទី10នាទីយើងអត់ញ៉ាំទឹកក៏អត់មានអារម្មណ៍ថាក្រហល់កាហាយក្តៅលមូលក្នុងពោះអីដែរយើងមានអារម្មណ៍ថាក្នុងខ្លួនយើងដូចមានជាតិទឹកស្រាប់ហើយខ្លួនយើងដូចយើងបានញ៉ាំទឹកស្រាប់ហើយប៉ុន្តែបើសិនជាយើងបានញ៉ាំទឹកបន្ថែមទៀតចំនួនដែលយើងដូចញ៉ាំសាច់ដែរយើងញ៉ាំបានទៀតក៏វាកាន់តែល្អដែរបងប្អូនខ្ញុំលើកទឹកចិត្តអញ្ចឹងណាយើងញ៉ាំទឹកបានទៀតអាហ្នឹងក៏កាន់តែល្អដែរប៉ុន្តែគាត់ថាវាមិនធ្វើឲ្យយើងនឹងទទួលអារម្មណ៍ថាយើងនឹងខ្វះជាតិទឹកទេបន្លែគឺល្អវាល្អត្រង់ចំណុចពិសេសចាស់នេះនៅពេលដែលយើងធ្វើភ្លាមយើងទទួលបានផលភ្លាមអញ្ចឹងណាកុំថាបន្លែมันមានសារជាតិចិញ្ចឹមខ្ពស់យើងគិតថាយើងមិនសូវមានកម្លាំងមានអីហ្នឹងវាគឺជាទម្លាប់ទេវាគឺជាការផ្លាស់ប្ដូរយើងទេបើសិនជាយើងធ្វើច្រើនទៅយើងមានអារម្មណ៍ថាវាក៏ជួយធម្មពលយើងបានច្រើនដូចគ្នាហើយសាច់ដោយសារតែវាមានប្រូតេអ៊ីនខ្ពស់ពេកអញ្ចឹងខ្ពស់ពេកពាក្យថាខ្ពស់ពេកបានន័យថាវាធ្វើឲ្យយើងឆាប់ធាត់ឆាប់ឡើងគីឡូឆាប់លើសជាតិស្ករលើសជាតិខ្លាញ់អីហ្នឹងគឺខ្លាំងព្រោះយើងញ៉ាំច្រើនលើសចំណុះយើងញ៉ាំខ្លាំងពេកច្រើនពេកក្នុងមួយពេលហ្នឹងហើយមួយថ្ងៃ2ទៅ3ពេលអីសុខភាពយើងមិនអាចល្អទេបងប្អូនអញ្ចឹងណាហើយមនុស្សយើងមិនមែនប្រកាសថាឲ្យតែឃើញមានសាច់មានឈាមឃើញធាត់ឃើញអីហ្នឹងឡើងគីឡូហ្នឹងអូសុខភាពល្អសាច់ច្រើនណាសុខភាពល្អតាមពិតមែនទេឃើញគេស្គមហ្នឹងអូខ្វះវីតាមីនខ្វះអីអត់ទេអាហ្នឹងដោយសារតែយើងលើសចំណុះហ្នឹងបានធ្វើឲ្យយើងរីកមៀតយើងលើសចំណុះហ្នឹងឲ្យធ្វើឲ្យយើងឡើងគីឡូអាហ្នឹងគឺវាអញ្ចឹងយើងលើសសារជាតិចិញ្ចឹមខ្លាំងពេកសារជាតិចិញ្ចឹមយើងវាច្រើនពេកនៅពេលដែលយើងញ៉ាំសាច់ច្រើនណាបងប្អូនអាហ្នឹងគឺវាអញ្ចឹងញ៉ាំបន្លែយើងដឹងហើយវាមានប្រភេទបន្លែជំនួយកាពះបន្លែជំនួយថ្លើមបន្លែជំនួយភ្នែកដូចការ៉ុតអីឃើញទេជំនួយភ្នែកច្បាស់តែម្ដងលក្ខណៈវាគឺរូបភ្នែករូបអីចឹងហ្មងសណ្ដែកគឺជំនួយតម្រង់នោមអីអញ្ចឹងណាបងប្អូនអាហ្នឹងគឺបែបហ្នឹងហើយខ្ញុំមកនិយាយនេះខ្ញុំលើកទឹកចិត្តទាំងអ្នកដែលគាត់មានទម្លាប់ល្អដែលហៅថាការផ្លាស់ប្ដូរហ្នឹងទម្លាប់វាទៅជាមួយហ្នឹងការផ្លាស់ប្ដូរហ្នឹងហើយជាប្រចាំធ្វើញឹកញាប់ល្អក៏ខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលគាត់ធ្វើអ្វីដែលយើងហៅថាអ្វីដែលជាសំខាន់យើងផ្ដោតទៅលើអាហ្នឹងមិនចាំទម្លាប់ទេមួយថ្ងៃធ្វើជាមួយធ្វើចុះក៏ដោយប៉ុន្តែសិតតែជាសកម្មភាពសំខាន់ហ្នឹងអាហ្នឹងក៏ខ្ញុំលើកទឹកចិត្តដែរព្រោះវាគឺជាសកម្មភាពដែលជួយឲ្យយើងរីកចម្រើនទាំងអស់ទេមិនចាំថាបងប្អូនតើតមានទម្លាប់ម៉ោងហ្នឹងត្រូវតែធ្វើអញ្ចឹងហ្មងមែនទេនិយាយរួមឲ្យតែថាយើងចាំបាច់យើងសំខាន់គឺយើងធ្វើវាទៅព្រោះថាបញ្ហាហើយការងារដែលយើងមានវាមិនមែន
ដូចរាល់ថ្ងៃទៅពេកទេក្នុងជីវិតណាវាមិនដូចរាល់ថ្ងៃពេកទេពេលខ្លះវាផ្លាស់ប្ដូរដែរដល់ពេលយើងព្យាយាមទៅធ្វើតាមទម្លាប់ពេកយើងលះបង់អ្វីសំខាន់ផ្សេងចង់ដោយសារតែចង់បានទម្លាប់អាហ្នឹងក៏វាធ្វើឲ្យយើងខាត់ពេលវេលាវិញទេវាធ្វើឲ្យយើងខាត់បង់ផលប្រយោជន៍អីផ្សេងណាបងប្អូនអញ្ចឹងអ្វីក៏ដោយសកម្មភាពដែលសំខាន់គឺវាកើតឡើងជាប្រចាំថ្ងៃមួយថ្ងៃកើនផ្សេងបន្តិចអញ្ចឹងយើងត្រូវចេះផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃយើងត្រូវចេះផ្លាស់ប្ដូរបើយើងយកទម្លាប់មកធ្វើហ្មងអញ្ចឹងបានន័យថាទម្លាប់ហ្នឹងគឺធ្វើឲ្យយើងទទួលបានតែអញ្ចឹងក្នុងមួយឆ្នាំ2ឆ្នាំ3ឆ្នាំ10ឆ្នាំនៅតែដដែលអញ្ចឹងវាលក្ខណៈអញ្ចឹងបងប្អូនប៉ុន្តែបើសិនជាទម្លាប់នឹងជាទម្លាប់គេហៅថាទម្លាប់បង្កើនសកម្មភាពជាវិជ្ជមានណាអាហ្នឹងក្នុងទម្លាប់ហ្នឹងគឺវាមានភាពសកម្មភាពផ្លាស់ប្ដូរទម្លាប់ល្អនៅក្នុងហ្នឹងហើយផ្លាស់ប្ដូរសកម្មភាពល្អទៅនៅក្នុងហ្នឹងហើយអញ្ចឹងមួយថ្ងៃយើងផ្លាស់ប្ដូរទៅតាមនឹងរហូតក៏មានដែរអញ្ចឹងអាហ្នឹងវាមិនមែនជាក្នុងលក្ខខណ្ឌថាជាទម្លាប់ដែលធ្វើប្រចាំថ្ងៃប្រចាំថាត្រូវធ្វើអាហ្នឹងឯងអានេះគេហៅថាទម្លាប់នៃការផ្លាស់ប្ដូរអញ្ចឹងបានន័យថាយើងមានការផ្លាស់ប្ដូរជាទម្លាប់រាល់ថ្ងៃអញ្ចឹងណាហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើសកម្មភាពផ្សេងដែលភាពវិជ្ជមានជាងរាល់ថ្ងៃជាងរាល់ដងរហូតអញ្ចឹងណាហើយការញ៉ាំនេះការអនុវត្តការបរិភោគអាហារអីនេះអាហ្នឹងក៏ជាផ្នែកមួយនៃជីវិតរបស់យើងដែរព្រោះថាទោះយើងមានលុយរាប់ពាន់លានដុល្លារក៏ដោយ Steve Jobs ជាបទពិសោធន៍មួយឃើញជាក់ស្ដែងសម័យយើងភ្លាមថ្មីហ្នឹងអញ្ចឹងទោះមានភាពជោគជ័យទាំងអ្វីក៏ដោយប៉ុន្តែបើថាបាត់បង់សុខភាពគឺ0ចប់ជីវិតចប់អញ្ចឹងជីវិតមិនត្រឹមតែចប់គាំងដូចដែលมันអានសិភៅទេគឺចប់ហ្មងសុខភាពព្រោះយើងរស់នៅមានសុខភាពល្អទើបយើងមានជីវិតខំប្រឹងរកហើយចាយវាមានសុភមង្គលជាមួយគ្រួសារជាមួយមនុស្សជាតិដែលយើងបង្កើតសេវាកម្មតម្រូវការចំពោះគាត់អីអញ្ចឹងណាបងប្អូនមួយទៀតនេះយើងមានចំណុចនេះមួយដែរបងប្អូនយើងភាគច្រើនទូទៅពិសេសវ័យត្រឹម10ឆ្នាំឡើង23 24អីហ្នឹងភាគច្រើនយុវវ័យយើងគាត់យល់ឃើញឆ្កងមួយមិនឆ្កងទេខុសហ្មងគាត់យល់ឃើញថានៅពេលដែលគាត់លូតកម្ពស់គាត់ឡើងគីឡូដែរពេលខ្លះគាត់គិតថាការតមអាហារគឺធ្វើឲ្យយើងនឹងសុខភាពល្អស្គមមិនឡើងគីឡូអីចឹងទៅតែតាមពិតកន្លែងហ្នឹងខុសហេតមអាហារមែនប៉ុន្តែដល់ពេលយើងញ៉ាំមួយពេលចុះយើងឃ្លានខ្លាំងនៅពេលដែលយើងញ៉ាំមួយពេលញ៉ាំសាច់អីចូល1គីឡូកន្លះគីឡូ7 8ខាំ 70-80% នៅក្នុងការញ៉ាំណាហើយយើងតម3ថ្ងៃ4ថ្ងៃអីមិនញ៉ាំអាហារមួយពេលក៏មានដែរភាគច្រើនខ្ញុំធ្លាប់មានបទពិសោធន៍ដែរពីមុនមកក៏ធ្លាប់គិតអញ្ចឹងដែរហើយក៏បានធ្វើទៀតអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនអត់ត្រូវធ្វើអញ្ចឹងទេយើងត្រូវបដូររបបអាហារប៉ុន្តែយើងអត់អាចឈប់ញ៉ាំអាហារដើម្បីចង់ឲ្យស្គមចង់ឲ្យស្រកគីឡូបានទេវាធ្វើឲ្យយើងញាក់ញ័រខ្វះសារជាតិចិញ្ចឹមខួរក្បាលស៊ីខ្លួនឯងនៅពេលដែលយើងអត់មានសារជាតិចិញ្ចឹមខួរក្បាលស៊ីខ្លួនឯងអញ្ចឹងគឺធ្វើឲ្យយើងនឹងសតិយើងផ្លាស់ប្ដូរការគិតរបស់យើងផ្លាស់ប្ដូរយើងគិតឃើញថាពិភពលោកក្តៅក្រហាយចុះអាស្មារតីយើងផ្លាស់ប្ដូរអញ្ចឹងយើងអត់ញ៉ាំអាហារច្រើនថ្ងៃឬក៏ច្រើនពេលហ្នឹងវាធ្វើឲ្យយើងគិតថាពិភពលោកខូខើអីយើងគិតឃើញអញ្ចឹងបានន័យថាយើងផ្លាស់ប្ដូរសតិអារម្មណ៍អញ្ចឹងពេលខ្លះយើងគិតឃើញថាអ្នកនៅចិត្តយើងនឹងគួរឲ្យធុញគួរឲ្យស្អប់ហើយគេក្បត់យើងគេអីអញ្ចឹងយើងគិតឃើញអាចឹងច្បាស់ហើយជឿជាក់នឹងថារឿងហ្នឹងដែលយើងប៉ាន់ស្មានហ្នឹងគឺជាការពិតខ្ញុំក៏ធ្លាប់អញ្ចឹងដែរយើងធ្លាប់ឃ្លាតពីមនុស្សដែលស្រឡាញ់ក៏ធ្លាប់តែដោយសារតែអញ្ចឹងដែរនៅពេលដែលយើងតមច្រើនអីទៅយើងអត់ញ៉ាំអត់អីដើម្បីថាថែរៀងថែសុខភាពដើម្បីមនុស្សដែលយើងស្រឡាញ់ហ្នឹងប៉ុន្តែយូរទៅជាគិតឃើញថាគេក្បត់គេមិនល្អអូតាក់ទងនឹងអ្នកនេះមានស្នេហានឹងអ្នកនេះអ្នកនោះអីយើងគ្រាន់តែគេមានឱកាសអីនៅគៀកគ្នាខ្លះហ្នឹងគឺយើងគិតឃើញមិនល្អតែម្ដងអាហ្នឹងហើយសតិអារម្មណ៍ខួរក្បាលយើងដែលយើងអត់ទទួលបានសារជាតិចិញ្ចឹមហ្នឹងវាធ្វើឲ្យខួរក្បាលស៊ីខ្លួនឯងខួរក្បាលស៊ីខួរក្បាលហើយក៏វាផ្លាស់ប្ដូរសតិអារម្មណ៍របស់យើងធ្វើឲ្យយើងគិតឃើញអ្វីមិនល្អផ្សេងច្រើនហើយកាពះរបស់យើងក៏តបៅពោះវៀនរបស់យើងក៏តបៅជាតិអាស៊ីតជាតិដែលប្រមាត់ចេញមកអត់មានអ្វីកិនកាពះកិនខ្លួនឯងលលាកលលួយតបៅព្យាបាលមើលអស់លុយច្រើនថែមទៀតអញ្ចឹងណាមូលហេតុអីដែលគិតឃើញត្រង់កន្លែងហ្នឹងខ្ញុំបញ្ជាក់ទៀត
ព្រោះថាបើសិនជាយើងនឹកឃើញកន្លែងអញ្ចឹងវាចេះតែនឹកឃើញប៉ុន្តែមូលហេតុអ្វីមនុស្សភាគច្រើនក្មេងៗគាត់កើតមកត្រឹម10ឆ្នាំឡើងទៅគាត់មានភាពអៀនខ្មាស់ហើយទាំងបរិសុទ្ធទាំងនារីបរិសុទ្ធខ្លះអៀនខ្មាស់ជាងនារីទៀតអញ្ចឹងនៅពេលដែលយើងញ៉ាំពេលខ្លះនៅពេលដែលយើងញ៉ាំទៅសាលារៀនឬក៏យើងទៅសិក្សាសាលារៀនទៅកំសាន្តនៅទីណាដើរលេងមួយជុំគ្នាមិត្តភ័ក្តិអីអញ្ចឹងយើងនៅពេលដែលយើងទិញអីញ៉ាំអត់ហ៊ានញ៉ាំទេគឺខ្មាស់គេតែម្ដងមានភាពខ្មាស់អៀនតែម្ដងហើយមួយទៀតការដែលយើងញ៉ាំពាក្យថាញ៉ាំគឺយើងបរិភោគអាហារហ្នឹងគឺជាការស្រេកឃ្លានវាមានពាក្យមកពីការស្រេកឃ្លានទើបយើងទៅបរិភោគពាក្យថាស្រេកឃ្លានអ្នកខ្លះគាត់គិតថាអាហ្នឹងជាតណ្ហាគេហៅថាពាក្យថាស្រេកឃ្លានគឺចង់និយាយថាឃ្លានបានន័យថាចង់បានមានភាពលោភលន់មិនមែនជាពាក្យមហិច្ឆតាហ្នឹងពាក្យថាលោភលន់ចង់ឆ្ងាញ់ចង់ស្រួលចង់ល្អចង់អីចឹងចង់បានចង់សនុកសុខស្រួលបានញ៉ាំទៅឆ្ងាញ់បានញ៉ាំទៅស្រួលខ្លួនអីចឹងណាអាហ្នឹងវាស្មើវាធ្វើឲ្យយើងនឹងគិតឃើញថាអាហ្នឹងជាភាពស្រេកឃ្លានប៉ុន្តែធម្មជាតិមិនអញ្ចឹងទេខ្លួនយើងត្រូវការសារជាតិចិញ្ចឹមយើងញ៉ាំទៅបង្កើតកោសិកាបង្កើតគ្រាប់ឈាមចិញ្ចឹមសារពាង្គកាយយើងកុំគិតអញ្ចឹងភាគច្រើនមនុស្សយើងក៏គិតអញ្ចឹងហើយបានថាក្មេងៗខ្លះនៅពេលដែលគាត់ពេញវ័យភ្លាមគឺគាត់គិតថាអាការញ៉ាំហ្នឹងគឺធ្វើឲ្យមានអារម្មណ៍ថាខ្មាស់អៀនតែម្ដងទាំងបរោះក៏ដោយសំបីតែខ្ញុំកន្លងមកពេលដែលយើងទៅមកធំដឹងក្តីយើងញ៉ាំឲ្យគេឃើញជានារីជាអីអញ្ចឹងទៅគឺខ្មាស់គេមកអត់ហ៊ានញ៉ាំទេសុខចិត្តដើរកិច្ចហើយយករបស់នោះទៅបោះចោលប៉ុន្តែអ្នកផ្សេងគេមើលមកគេថាយើងរឹកក៏មានដែរអ្នកចាស់គេគិតឃើញថាអូកូននេះរឹកមិនហៅងាយហូបងាយអីចុំគេទេហើយមិនសូវនឹកនាបាយទឹកទេដូចមិនសូវចេះគិតជាអីតែតាមពិតមែនទេឃ្លានខ្លាំងណាស់ក៏ប៉ុន្តែយើងវាមានភាពខ្មាស់អៀនណាអញ្ចឹងបងប្អូនអញ្ចឹងអាហ្នឹងគឺជាភាពខុសឆ្គងមួយខ្ញុំលើកទឹកចិត្តឲ្យក្មេងៗជំនាន់ក្រោយនៅពេលដែលគាត់ធំដឹងក្តីហ្នឹងគឺកុំមានភាពខ្មាស់អៀនច្រើនពេកអញ្ចឹងព្រោះថាយើងញ៉ាំទៅការញ៉ាំគឺយើងហាមាត់យើងទៅពាយើងអីវាជាសកម្មភាពមនុស្សតែពេញវ័យអៀនតែចេញសកម្មភាពអ្វីក៏ដោយគឺដឹងតែខ្មាស់គេអញ្ចឹងជួនកាលគ្រាន់តែឃើញគេដើរកាត់អីក៏អៀនខ្មាស់គេនិយាយមួយគេក៏អត់ដែរអញ្ចឹងមានភាពខ្មាស់អៀនច្រើនមែនអាហ្នឹងមិនមែនភាពកំសាកមិនក្លាហានអីទេប៉ុន្តែយើងពេញវ័យទៅយើងមានអារម្មណ៍ភាពជាយុវវ័យច្រើនអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំលើកទឹកចិត្តទៀតថាបងប្អូនកុំគិតដល់ថ្នាក់ហ្នឹងពេកអាហ្នឹងគឺជាភាពខុសឆ្គងចំពោះជីវិតដែលយើងគិតខុសវ័យខ្លះ19 20 21 22អីហ្នឹងក៏គាត់នៅគិតឃើញយ៉ាងដែរដូចថាជួបមនុស្សជាទីស្រឡាញ់ឬជួបគូដណ្ដឹងទៅលេងផ្ទះខាងម្ដាយខាងឪពុកអីចឹងណាគឺយើងអត់ហ៊ានញ៉ាំអីទេអៀនច្រើនមិនសូវហ៊ានញ៉ាំមិនសូវហ៊ានទទួលទានអីអញ្ចឹងអាហ្នឹងគឺមិនល្អទេបងប្អូនប៉ុន្តែយើងញ៉ាំគឺយើងញ៉ាំបែបល្អយើងញ៉ាំមិនមែនបួងសាច់បួងរបស់ខ្លាញ់របស់អីអញ្ចឹងទេគឺយើងញ៉ាំប្រភេទបន្លែច្រើនបន្លែមានភាគរយច្រើនជាងសាច់អញ្ចឹងវាមានសារជាតិចិញ្ចឹមសារពាង្គកាយយើងថែរាងសម្រស់យើងសាច់ហាប់ណែនមមមួនហើយរាងក៏មិនឡើងគីឡូដែរមិនរីកមៀតដែររាងយើងស្អាតល្អហើយបើចង់មាន six pack ទៀតអាហ្នឹងយើងមានការហាត់ប្រាណអីផ្សេងថែមទៀតអាហ្នឹងជាទម្លាប់ជាការផ្លាស់ប្ដូរបន្ថែមប៉ុន្តែការដែលយើងអត់អាហារតែម្ដងបងអត់អាហារតែម្ដងបើយើងគិតថាយើងនៅរស់សោះហ្នឹងគ្រាន់តែយើងមិនសប្បាយចិត្តមិនអីហ្នឹងយើងអត់ញ៉ាំធ្វើឲ្យយើងមិនសប្បាយចិត្តកាន់តែច្រើនកាន់តែខ្លាំងអាហ្នឹងចំណុចកន្លែងហ្នឹងបងប្អូនពិសេសគឺក្មេងៗធំហ្នឹងតែម្ដងគឺគាត់សម្បូរណាស់នៅក្នុងការគិតក្នុងផ្នែកហ្នឹងហើយភាពជាបរិសុទ្ធខ្លះក្មេងៗខ្លះអញ្ចឹងទៅគាត់ទៅញ៉ាំគ្រឿងស្រវឹងអីចឹងទៅអត់ញ៉ាំបាយអត់ញ៉ាំម្ហូបអត់ញ៉ាំបន្លែអីទេប៉ុន្តែជុំគ្នាទៅញ៉ាំកាហ្វេញ៉ាំគ្រឿងស្រវឹងញ៉ាំអីចឹងវិញធ្វើភាពជាបរិសុទ្ធលយខ្ញុំមិនសូវចូលចិត្តញ៉ាំទេបាយប៉ុន្តែបើថាផឹកកំដរបានអីចឹងណាភាសាមនុស្សប្រុសភាពជាបរិសុទ្ធអីចឹងទៅអាហ្នឹងក៏ខុសដែរយើងអត់ញ៉ាំអាហារចិញ្ចឹមសារជាតិនៅក្នុងសារពាង្គកាយយើងទេហើយយើងទៅញ៉ាំប្រភេទដែលបំផ្លាញសុខភាពទៀតគឺកាន់តែធ្វើឲ្យយើងទ្រុឌទ្រោមហើយសតិអារម្មណ៍យើងកាន់តែផ្លាស់ប្ដូរកាន់តែឆេវឆាវកាន់តែមួម៉ៅរោរឿងអ្នកផ្ទះខូមិនចេះគោរពមិនចេះអីអាហ្នឹងវាមិនមែនជាអត្តសញ្ញាណជាអត្តចរិតធម្មជាតិរបស់យើងទេវាគឺជាការផ្លាស់ប្ដូរគឺជាទម្លាប់នៃការផ្លាស់ប្ដូររបបអាហារការរស់នៅទម្លាប់របស់យើងដែលយើងចិញ្ចឹមមើលថែខ្លួនប្រាណយើងដោយវិធីណាអញ្ចឹងណាបងប្អូន
ការដែលញ៉ាំអាហារបានគ្រប់គ្រាន់យើងញ៉ាំត្រូវពេលឲ្យតែថាយើងញ៉ាំអាហារគ្រប់គ្រាន់ហើយបន្លែមានភាគរយច្រើនអាហ្នឹងគឺសុខភាពយើងល្អហើយអញ្ចឹងបងប្អូនហើយសាច់យើងញ៉ាំមួយពេល4ខាំទៅកន្លះគីឡូថាចុះកន្លះគីឡូមួយពេលភាគច្រើនណាវាភាគច្រើនដែរមិនមែនភាគតិចណាស់ដែលញ៉ាំមិនដល់ជួនកាល3ខាំ4ខាំអីម្នាក់ឯងហ្នឹងអាហ្នឹងវាគៀកកន្លះគីឡូដែរអញ្ចឹងយើងអាចយកទៅនិយាយក្នុងហ្នឹងបានអញ្ចឹងណាបងប្អូនបើសិនជាយើងញ៉ាំសាច់3ខាំ4ខាំក្នុងមួយពេលណាអញ្ចឹងយើងបដូរមកញ៉ាំបន្លែវិញណាមិនមែនញ៉ាំបន្លែតែ3ខាំ4ខាំហ្នឹងដែរទេនៅពេលដែលយើងបដូរមកញ៉ាំបន្លែយើងគឺត្រូវ7ខាំទៅ8ខាំអីចឹងទៅអាហ្នឹងគឺវាមានសារជាតិចិញ្ចឹមមិនដល់សាច់វាមានសារជាតិចិញ្ចឹមមិនដល់សាច់បន្លែអញ្ចឹងយើងញ៉ាំច្រើនចំណុះក៏ប៉ុន្តែវាអត់ធ្វើបាបកាពះយើងខ្លាំងដូចសាច់ទេព្រោះវាមិនមានភាពយឺតមិនមានភាពហាប់ណែនសរសៃយឺតសរសៃអីហ្នឹងគឺវាមិនដូចសាច់ទេអញ្ចឹងគឺវាមានភាពខុសគ្នាយើងញ៉ាំច្រើនក៏ល្អដែរវាមានជាតិទឹកច្រើនអញ្ចឹងយើងញ៉ាំទៅវាអត់ធ្វើបាបកាពះយើងណាអញ្ចឹងបើសិនជាយើងបដូរមកញ៉ាំបន្លែហើយយើងញ៉ាំតិចដូចសាច់ដែរអញ្ចឹងណាយើងមានអារម្មណ៍ថាអូអស់កម្លាំងរហ័សហើយញ៉ាំបន្លែមិនកើតទេខ្ញុំអត់ស្រួលខ្លួនសោះអញ្ចឹងត្រូវតែញ៉ាំសាច់បើអត់ញ៉ាំសាច់វាអត់មានឡើងគីឡូតាមពិតមែនទេបើអត់ញ៉ាំសាច់វាអត់មានកម្លាំងអត់មានអារម្មណ៍ធ្វើការអីចឹងទៅតែតាមពិតមិនមែនទេដោយសារតែយើងញ៉ាំបន្លែយើងញ៉ាំតិចបើយើងញ៉ាំបន្លែយើងបដូរពីសាច់មកបន្លែគឺយើងត្រូវបដូរបរិមាណទម្ងន់ឬក៏ចំនួនហ្នឹង2ទៅ3ដងបានយើងកាពះយើងហ្នឹងប្រក្រតីអញ្ចឹងណាបងប្អូនព្រោះថាបន្លែវាឆាប់ចម្រាញ់ជាតិទឹកចេញចម្រោះជាតិទឹកចេញពីក្នុងបន្លែហ្នឹងច្រើនអញ្ចឹងណាហើយវាស្ដើងវាឆាប់ទៅជាមានភាពតិចនៅក្នុងកាពះយើងប៉ុន្តែសាច់អត់ទេសាច់ដាក់ទៅរីកនៅហ្នឹងយើងញ៉ាំទឹកហើយរីកនៅហ្នឹងអញ្ចឹងវាអត់ងាយរំលាយទេអញ្ចឹងសាច់វាមានសារជាតិចិញ្ចឹមខ្លាំងត្រង់កន្លែងហ្នឹងដែរសាច់យើងដឹងហើយសាច់គឺវាចម្រាញ់ពីរុក្ខជាតិដើម្បីសត្វវាស៊ីរុក្ខជាតិដើម្បីកើតទៅជាសាច់វាហ្នឹងវាចម្រាញ់ប៉ុន្តែរុក្ខជាតិបន្លែវាគឺជារុក្ខជាតិដើមតែម្ដងគេហៅថាទិន្នផលដើមអញ្ចឹងយើងញ៉ាំបន្លែគឺវាមានសារជាតិចិញ្ចឹមផ្សេងញ៉ាំសាច់គឺវាមានសារជាតិចិញ្ចឹមលើសពីបន្លែ